ចម្រើនពរញាតិញោមទាំងអស់គ្នាឥឡូវនេះយើងជិតចូលឆ្នាំហើយញាតិញោមពរយើងទំនេរពីកិច្ចការងារទៅជួបជុំញាតិមិត្តឪពុកម្ដាយបងប្អូននៅតាមស្រុកកំណើតរៀងខ្លួនដើម្បីទៅជួបជុំគ្រួសារសប្បាយរីករាយក្នុងឱកាសសង្ក្រាន្តឆ្នាំថ្មីមកដល់ឆាប់ខាងមុខនេះញាតិញោមទៅប្រកបដោយសេចក្តីសុខសុវត្ថិភាពក្នុងការធ្វើដំណើរទាំងអស់គ្នាសប្បាយរីករាយឲ្យមានព្រំដែនកំណត់កុំឲ្យសប្បាយលើសលប់คล้ายជាទុកកង្វល់សម្រាប់ឱកាសបុណ្យចូលឆ្នាំសង្ឃឹមថាទេវតាឆ្នាំថ្មីនឹងថែរក្សាញាតិញោមទាំងអស់គ្នាអាត្មានឹកឃើញទេវតាដែលថែរក្សាមនុស្សយើងគ្រប់គ្នានេះមាននៅក្នុងធម៌លោកព្រះអង្គសម្ដែងលើកឡើងទាក់ទងនឹងសកទេវរាជដែលគោរពថ្វាយបង្គំចំពោះមនុស្សណាដែលជាអ្នកធ្វើបុណ្យធ្វើទានមនុស្សណាដែលចេះដឹងគុណឪពុកម្ដាយចេះដឹងគុណបុគ្គលអ្នកធ្លាប់ធ្វើឧបការៈជាមួយហើយថែរក្សាចំពោះបុគ្គលណាដែលជាអ្នកមានគុណធម៌គឺកុសលធ្នាក់សិលក្នុងជីវិតរបស់បុគ្គលនឹងម្នាក់អញ្ចឹងទេវតាដែលថែរក្សាយើងឲ្យយើងបានសេចក្តីសុខផ្លូវកាយនេះតលតែយើងធ្វើហេតុដែលនាំឲ្យទេវតាហ្នឹងគេថែរក្សាគេស្រឡាញ់ចូលចិត្តយើងសិនទី1គឺយើងត្រូវជាមនុស្សល្អចេះដឹងគុណចំពោះឪពុកម្ដាយចេះដឹងគុណចំពោះបុគ្គលណាដែលធ្លាប់ធ្វើគុណជាមួយនិយាយទៅថាជាមនុស្សដែលមិនរមើលគុណទេហើយទី1ទៀតដែលជាអ្នករក្សានៅគុណធម៌គឺសិលរបស់ខ្លួនក្នុងការរស់នៅឯហើយមួយទៀតជាអ្នកចេះធ្វើបុណ្យធ្វើទាននៅក្នុងជីវិតរស់នៅរបស់ខ្លួនឯងហ្នឹងនិយាយសរុបជារួមទៅថាបុគ្គលហ្នឹងជាមនុស្សដែលមានគុណធម៌ធ្វើល្អក្នុងជីវិតរបស់ខ្លួនហ្នឹងអញ្ចឹងទេវតាហ្នឹងគេថែរក្សាយើងអត់ហត់អុជធូបសុំសេចក្តីសុខពីទេវតាណាទេព្រោះយើងមានគុណធម៌សម្រាប់ខ្លួនឯងទេវតាហ្នឹងគេថែរក្សាហើយញាតិញោមធ្លាប់ស្ដាប់រឿងព្រះមហាជនកដែរបងប្អូនគ្នាព្រះមហាជនកហ្នឹងមិនលេចសំពៅមែនទេញាតិញោមណាក៏លេចសំពៅចេញទៅជួញដូរចំនួនតាមសំពៅហ្នឹងមនុស្សមកសំពៅហ្នឹងលេចស្លាប់សត្វកាយក្នុងមហាសមុទ្រហ្នឹងស៊ីមនុស្សទាំងអស់ហ្នឹងប៉ុន្តែដែលឡែកព្រះមហាជនកទី1លោកឆ្លាតលោកកិច្ចចេញពីសត្វកាយហ្នឹងបានទី2ដែលសំខាន់ហ្នឹងគឺលោកមានគុណធម៌គឺកុសលធ្នាក់សិលសម្រាប់លោកនឹងឯងបិទតលិចសំពៅប្រឹងប្រែងព្យាយាមហែលអស់ទៅ7ថ្ងៃមែនប៉ុន្តែលោករក្សានៅឧបោសថសិលក្នុងកំឡុងពេលដែលហែលទឹកហ្នឹងចំថ្ងៃសិលគឺរក្សានៅឧបោសថសិលស្ថិតឋានអង្គរបស់ឧបោសថហ្នឹងរហូតដល់ថ្ងៃទី7ហ្នឹងគឺទេវតាមនីមេកលាហ្នឹងឥឡូវតែសបាយផ្លិចមើលក្នុងដែនសមុទ្ររបស់ខ្លួនហ្នឹងមានរឿងអីមានហេតុអីកើតឡើងអត់រហូតដល់7ថ្ងៃនេះបានមកជួយព្រះមហាជនកហ្នឹងឲ្យរួចផុតពីជីវិតអញ្ចឹងអាត្មាគ្រាន់តែចង់លើកថាដើម្បីឲ្យទេវតាហ្នឹងគេថែរក្សាយើងគេស្រឡាញ់យើងទៅតល់ថាយើងហ្នឹងមានគុណធម៌មានសិល
ទេវតាស្រឡាញ់ញាតិញោមណាបងទេវរាជមុននឹងចេញទៅធ្វើការងារលើកដៃបណ្ដំថ្វាយគុំមកកាន់ដែនដីមនុស្សនេះហើយទេវតាដតីទៀតសួរថាលើកដៃស្ពះហ្នឹងស្ពះស្អីគេបើព្រះអង្គជាស្ដេចទេវតាហើយនៅស្ពះអីទៀតបានទេវតានឹងប្រាប់ថាថ្វាយគុំចំពោះមនុស្សណាដែលជាអ្នកធ្វើបុណ្យមនុស្សណាដែលជាអ្នករក្សាសិលមនុស្សណាដែលចេះដឹងគុណឪពុកម្ដាយចិញ្ចឹមមេដាបិតាហ្នឹងទេវតាគេស្រឡាញ់គេថែរក្សាបុគ្គលនឹងឯងអញ្ចឹងងាកមកយើងទាំងអស់គ្នាវិញយើងទាំងអស់គ្នាត្រូវធ្វើរឿងល្អសម្រាប់ជីវិតខ្លួនឯងឲ្យបានច្រើនទេវតាហ្នឹងស្រឡាញ់និងថែរក្សាហើយអញ្ចឹងជាចុងក្រោយសូមជូនពរញាតិញោមទាំងអស់គ្នាក្នុងការធ្វើដំណើរទៅកាន់ស្រុកកំណើតប្រពនៅសង្ក្រាន្តឆ្នាំថ្មីទទួលទេវតាឆ្នាំថ្មីសូមឲ្យបានសេចក្តីសុខចម្រើនគ្រប់ក្រុមគ្រួសាររកស៊ីទទួលទានមានបានជួបតែមនុស្សល្អល្អក្នុងជីវិតនិងមានសេចក្តីសុខជារៀងរហូតតទៅអនុមោទនា